ខេត្តកំពង់ស្ពឺសន្យាផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះដោយសារខូបកំភ្លើងមេប៉ោះពុតអង្ក្រងឧត្តមសេនីយ៍តូខឹមសុខៃស្នងការនគរបាលខេត្តកំពង់ស្ពឺនៅចំពោះមុខគ្រួសារជនរងគ្រោះឈ្មោះផាន់រាយុដែលបានស្លាប់ដោយខូបកំភ្លើងមេប៉ោះពុតអង្ក្រងបានសន្យាផ្ដល់យុត្តិធម៌តាមអំពើនិងកំហុសដែលកើតឡើងតាមប្រព័ន្ធច្បាប់កម្ពុជាបានភាពសុក្រិតនិងតម្លាភាពសម្រាប់ជនរងគ្រោះការសន្យារបស់ឯកឧត្តមសេនីយ៍តូខុមសុខៃក្នុងពេលដឹកនាំមន្ត្រីក្រុមអាវ៉ាតចូលរួមបុណ្យសពជនរងគ្រោះឈ្មោះផាត់រាយុភេទប្រុសអាយុ17ឆ្នាំនៅភូមិព្រៃស្រូលឃុំពុតអង្ក្រងស្រុកបរសែបខេត្តកំពង់ស្ពឺដែលបានរងគ្រោះថ្នាក់ដោយសារកកកំភ្លើងរបស់មេប៉ោះនគរបាលពុតអង្ក្រងកាលពីយប់ថ្ងៃទី3ខែតុលាឆ្នាំ2025កន្លងទៅក្នុងពេលចុះបំពេញបេសកកម្មត្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនលើការរក្សាសន្តិភាពសណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណសង្គមក្នុងនាមជាមន្ត្រីអនុវត្តច្បាប់និងក្នុងនាមជាប្រធានស្ថាប័នស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺអធិការរងនគរបាលស្រុកបរសែបសូមបដិញ្ញានិងយកជាបទពិសោធន៍សម្រាប់បំពេញភារកិច្ចរបស់កងកម្លាំងនគរបាលជាតិទាំងមូលសូមការអធិស្ឋានអភ័យទោសពីក្រុមគ្រួសារនិងសន្យាថានឹងផ្ដល់អយុត្តិធម៌ជូនក្រុមគ្រួសារសពរបស់ក្មួយប្រុសឈ្មោះផាន់រាយុទៅតាមអំពើនិងកំហុសដែលកើតឡើងតាមប្រព័ន្ធច្បាប់ព្រះរាជាណាចក្រកម្ពុជាឲ្យមានភាពសុក្រិតនិងតម្លាភាពសម្រាប់ជនរងគ្រោះលោកស្នងការប្រកាសធានាថាអយុត្តិធម៌ត្រូវតែកើតមានចំពោះសកម្មភាពដែលបង្កឡើងដោយមន្ត្រីនគរបាលប៉ុស្តិ៍ពុតអង្ក្រងនៃអធិការនគរបាលស្រុកបរសែបនេះនឹងយកជាគំរូសម្រាប់ជាមេរៀនចែករំលែកបន្តទៅតាមបណ្ដាប៉ុស្តិ៍នគរបាលនៅទូទាំងខេត្តកំពង់ស្ពឺទាំង88